ទេហ่ะដែលបុគ្គលប្រកខ្ជាប្រកខ្ជាមានន័យថាប្រកវាអត់ចិត្តណាចាវុទ្ធិសមតិវិជ្ជតិភ្លៀងរមែងលិចស្រោចស្រពពេញហ្នឹងយើងដេញស្រួលហ្នឹងមែនទេអត់ទេហ្នឹងហើយអេវ៉ាំងអភិវិតាំងចិត្តដែលបុគ្គលប្រកព្រំមិនបានល្អមានន័យថាទូនមានមិនបានល្អគ្រប់គ្រងមិនបានល្អវុទ្ធិសមតិវិជ្ជតិកិលេសទាំងឡាយមានរាគៈជាដើមហ្នឹងវាចាក់ដោតតួចាក់ដោតមិនមែនភ្លៀងអ្នកចាក់ដោតទេមិនមែនអារម្មណ៍ខាងក្រៅអ្នកចាក់ដោតទេគឺកិលេសក្នុងចិត្តទេជាអ្នកចាក់ដោតព្រោះអីព្រោះយើងអត់បានទូនមានចិត្តយើងដោយល្អឃើញទេចឹងប្រៀបផ្ទះដដែលបើកាលណាយើងប្រក់ស្អាតល្អហើយអញ្ចឹងក្តៅក៏ដោយក៏នៅអង្គុយបានមិនអញ្ចឹងវាអត់បន្ទោសក្តៅនឹងទៀតទេថ្ងៃពលឺថ្ងៃហ្នឹងពលឺថ្ងៃដូចកូនដូចប្តីដូចអ្នកជុំវិញតែថាក្តៅឆេវមកដាក់យើងហ្នឹងណាដូចភ្លៀងដូចថ្ងៃអញ្ចឹងចុះបើយើងចង់ថាប្រក់ស្អាតហើយចុះបើគេចេះមកចោះឲ្យធ្លាក្តៅដែរលោកគ្រូហ្នឹងហើយតាមពិតគ្មាននរណាចោះទេអត់មាននរណាចោះទេអ្នកជុំវិញខ្លួនលោកគ្រូយើងអ្នកថាគេចោះពិតគ្មាននរណាអាចមានសមត្ថភាពចោះចិត្តយើងបានទេចឹងឲ្យចិត្តយើងកាមេរហូតចឹងទៅគេចេះជន់ទៅចឹងបើរាងកាយគេអាចចាក់ទម្លុះបានគេអាចបាញ់បំបែកគេអាចចាក់ទម្លុះបានរាងកាយប៉ុន្តែផ្លូវចិត្តមួយគ្មាននរណាអាចចាក់ទម្លុះបានទេចំពោះបុគ្គលអ្នកបានអប់រំបានល្អអញ្ចឹងណាចាដូចគ្នារឿងខាងក្រៅអារម្មណ៍ជារូបសម្លេងក្លិនរសផតថាពៈទាំងអស់ដែលវាមកដល់ជីវិតយើងណាឧទាហរណ៍ថាឥឡូវថាពាក្យដែលគេស្ដីឲ្យយើងចោះចាមានពាក្យឯណាមកធ្វើឲ្យលះហិតិជាយើងវាខាងណាមកប៉ះហើយវាទៅបានអស់ហើយមិនអញ្ចឹងទេរៀបដូចភ្លៀងអញ្ចឹងតែមកដល់ដបូលហើយវាមិនហូរទៅអស់វាលេងតែព្យុះសង្គ្រាហ្នឹងយើងកុំនិយាយតែភ្លៀងធម្មតាបើដបូលផ្ទះយើងល្អហើយវាដែលមកហែកដបូលយើងណាភ្លៀងធម្មតាអត់ទេត្រឹមតែមកពាក្យសម្ដីទោះពាក្យសម្ដីនឹងអាក្រក់ផុតលេខប៉ុណ្ណាក៏ដោយអត់មានលះហែកក្តារតិចយើងទេអត់ទេឃើញអត់តែធ្វើចិត្តលំធន់មែនទេលោកគ្រូចាំបានអត់ទេនៅពេលដែលបញ្ញាកើតឡើងអត់ចាំបាច់ធ្វើទៀតចិត្តហ្នឹងពេលដែលយើងអត់បានសិក្សាពីវាប៉ុណ្ណោះទេដែលយើងគិតថាខំធ្វើចិត្តចាអញ្ចឹងណាខំធ្វើចិត្តខ្ញុំឧទាហរណ៍មួយឧទាហរណ៍ថាយើងមានកូនតូចមួយកូនតូចណាដូចថាទៅធំដល់ក្តីអាយុ2ឆ្នាំអីចឹងណាចាហ្នឹងហើយគាត់ជួនកាលគាត់កាន់សព្រាមគាត់វាយក្បាលយើងលេងចឹងទៅយើងប្រកាន់ដែរកូនក្មេងអត់ដឹងអីចឹងអត់ទេអត់ប្រកាន់ដែរឃើញទេត្រូវប៉ះប៉ុន្តែយើងអត់ប្រកាន់ដែរមែនទេដល់តែមនុស្សធំដូចប្រហែលយើងអីចឹងមកស្ដាប់តកាន់សព្រាមវាយក្បាលយើងលេងហើយប្រហែលនឹងក្មេងនឹងដែរមិនទេចិត្តហ្នឹងប៉ុន្តែអារម្មណ៍ដែលថាកំពុងស្ដាប់ធម៌អត់ទេឥឡូវមិនថាឈឺប៉ុន្តែអត់ប្រកាន់ថាអត់ទេកំពុងមកនិយាយគ្នាលេងចឹងកំពុងសប្បាយចឹងស្រាប់តែបែរគ្នាហ្នឹងយកសព្រាមវាយក្បាលយើងហើយថាយើងចេះចោលវាយក្បាលយើងលេងវាប្រមាថចឹងចាពេលហ្នឹងមានអារម្មណ៍មួយថាខឹងដែរអញ្ចឹងបើយើងនិយាយពីទម្ងន់ស្លាបព្រាត្រូវដែលគាត់មកប៉ះក្បាលយើងហើយនឹងកូនក្មេងមកប៉ះទម្ងន់ប្រហែលគ្នាប៉ុន្តែអាណាឈឺជាងចិត្តអាណាឈឺជាងសម្រាប់អ្នកដែលអាយុសកលគ្នាវ័យឈឺជាងកូនក្មេងគ្រូព្រោះកូនក្មេងដឹងថាគាត់អត់ដឹងអីតែមនុស្សធំហ្នឹងគាត់ដឹងហើយហេតុអីគាត់សម្រាប់កូនក្មេងចិត្តយើងអត់ឈឺព្រោះថាគាត់នៅតូចអត់យល់មានការអនុគ្រោះឲ្យគ្រូព្រោះមិនប្រកាន់ចាចុះសម្រាប់ចាស់កាន់យល់ប្រហែលតែគ្នាហ្នឹងមិនក៏ឈឺចិត្តហ្នឹងមកចិត្តចាមកពីចិត្តហ្នឹងបានប្រកាន់លោកគ្រូពេលនេះគឺមកពីចិត្តប្រកាន់ឥឡូវឃើញភាពខុសគ្នាអញ្ចឹងដែលធ្វើឲ្យចិត្តយើងខុសគ្នាអញ្ចឹងមកពីទម្ងន់ស្លាបព្រាដែលប៉ះឬក៏មកពីចិត្តប្រកាន់មកពីចិត្តប្រកាន់លោកគ្រូអញ្ចឹងកន្លែងដែលត្រូវទូនមានស្លាបព្រាឬក៏ទូនមានចិត្តខ្លួនឯងហ្នឹងពីព្រោះនៅក្នុងโลกនេះអត់មានអ្នកដទៃណាមានសមត្ថភាពធ្វើឲ្យយើងឈឺចិត្តកើតទេប្រសិនបើចិត្តនឹងប្រព្រំបានល្អហើយបើគេវាយផ្លូវកាយហាមមិនឲ្យឈឺបានទេតែផ្លូវចិត្តត្រូវមើលកម្រិតចិត្តថាតើចិត្តប្រកាន់ប៉ុណ្ណាប្រកាន់តិចទុកតិចប្រកាន់មធ្យមទុកមធ្យមប្រកាន់ខ្លាំងទុកខ្លាំងប្រកាន់ខ្លាំងប្រកាន់ដឹងដែរលោកគ្រូប៉ុន្តែរងថ្ងៃចុងកាលទទួលយកអត់បានតែហ្នឹងមកពីដឹងវាចាមកពីតែហ្នឹងអាតែហ្នឹងហើយដែលធ្វើឲ្យចិត្តកាន់តែធ្ងន់ទៅហ្នឹងដឹងតែរបៀបដូចអ្នកមិនដែលស្លោឲ្យទៅស្លោអញ្ចឹងណាដឹងហើយគេត្រូវដាក់ទឹកគេត្រូវដាក់បន្លែតែវាអត់ដែលស្លោវាអត់ស្គាល់គ្រឿងម្ហូបដល់ស្លោទៅវាអត់ឆ្ងាញ់អញ្ចឹងណាខ្វះអីខ្ញុំកាលពីក្មេងធ្លាប់ដាំបាយម្ដងវាចង់អួតស្រីៗចាហ្នឹងហើយគេសួរថាអីចេះដាំបាយអត់ចេះតាដាំមើលអីខ្ញុំដឹងថាហ្នឹងគេដាំអញ្ចឹងធ្លាប់ឃើញម៉ែដាក់ទឹកដាក់អីអញ្ចឹងណាចាដាំបកាត់ភ្លើងវាអត់ឆេះដល់បកាត់ភ្លើងអត់ឆេះខ្លាចម៉ែໄວហើយវាអត់ឆ្លាតហ៎ខំចាក់ទឹកចេញវិញយកអង្គទៅដាក់ក្នុងពាងវិញអាហ្នឹងដឹងថាគេដាំថាដីដាក់អីដឹងប៉ុន្តែពេលស្គាល់វាអត់គេដល់ដាំវាអត់កើតដូចយើងដឹងដែររឿងចិត្តយើងអញ្ចឹងបើយើងដឹងអត់ច្បាស់ចាគ្រាន់តែនិយាយឈ្មោះវាមិនច្បាស់ផងមិនដឹងអាណាចិត្តមិនដឹងអាណាអារម្មណ៍អាណាដឹងអារម្មណ៍អីអាណាដឹងបញ្ញាអាណាដឹងបរមត្ថសេចក្តីប្រកាន់វាកើតពីអីជាវិច័យអយោនិសោមនសិការមិនយើងវាអត់ដឹងរៀបមិនត្រូវចា
នឹងដូចគេធ្វើយន្តហោះចឹងខ្វះតែខ្ចៅមួយវាអត់ត្រូវទេហ្នឹងហើយរឿងស្អីស្អីទៀតយើងដឹងមុនបានធ្វើតែរឿងចិត្តមុនចិត្តតែអប់រំគ្នាទាំងមិនដឹងមិនកើតមិនតែបងមួយទេអ្នកណាក៏ដូចតែគ្នាចឹងដែរដឹងដែរតែដឹងដែរតែសឹងតាមពិភពលោកហ្នឹងដឹងដែរតែបាក់ទៅទូយូរដល់ធ្វើតូនដែរនៅអត់បានទីបញ្ចប់ឈឺចិត្តតែខ្លួនឯងដល់ចឹងទៅថាទំងាប់ចិត្តម្ដងតិចម្ដងតិចក្រៅពីការសិក្សាឲ្យស្គាល់ពីចិត្តហ្នឹងអប់រំវាមិនបានទេអប់រំវាមិនបានទេហើយគ្មាននរណារៀនជំនួសយើងទេគឺត្រូវតែរៀនពីវាដោយខ្លួនឯងហើយក្រៅពីរៀនធម៌របស់ពុទ្ធក៏គ្មាននរណាស្គាល់ចិត្តនឹងច្បាស់ដែរអញ្ចឹងណាពេទ្យចិត្តសាស្ត្រក៏ឈឺចិត្តដែរបាទអីពេទ្យចិត្តសាស្ត្រនៅពេញលេខឆ្នាំផ្សាយភាសាមកកណោពីព្រោះអីសេចក្តីទុកផ្លូវចិត្តវាកើតពីសេចក្តីប្រកាន់ហើយបើមិនយល់ថាទុកកើតព្រោះពីសេចក្តីប្រកាន់នឹងផងទៅធ្វើពេទ្យចិត្តសាស្ត្រមិនកើតមិនខ្វះនិស្សិតពេទ្យចិត្តសាស្ត្រកើតទុកមកសួរខ្ញុំមកកណោព្រោះអីថារៀនចិត្តសាស្ត្រតែអត់ស្គាល់ចិត្តមេរៀនចិត្តសាស្ត្រក៏គេផ្ដោតតែទៅលើខួរក្បាលទេផ្ដោតទៅលើរូបធម៌ដដែលឃើញទេយើងទៅជួបពេទ្យចិត្តសាស្ត្រសួរចុះសួរឡើងឲ្យលេខថ្នាំចុងក្រោយឲ្យលេខថ្នាំហើយថ្នាំឯណាទៅព្យាបាលចិត្តវាទៅសកត់តែខួរក្បាលហ្នឹងអញ្ចឹងបានថាក្រៅពីព្រះសម្មាសម្ពុទ្ធគ្មានពីណាយល់ពីចិត្តទេហើយយើងមានភពសំណាងណាស់ដែលយើងនៅក្នុងពុទ្ធសាសនាហើយមានធម៌នៅឡើយដែលព្រះអង្គថាទុលភាគណៈសម្បត្តិការកើតតន់ព្រះពុទ្ធឬពុទ្ធសាសនាជាឱកាសកម្រក្រក្រៃប៉ុន្តែមានសំណាងទៅរៀនស្ដាប់ដោយល្អស្ដាប់ពាក្យព្រះអង្គមិនស្ដាប់ពាក្យខ្ញុំមិនស្ដាប់ពាក្យនរណាទេគឺស្ដាប់ការបញ្យល់របស់ព្រះអង្គមកតែមាននៅក្នុងបទត្រៃវិដកអត្ថកថាបាទអរគុណលោកគ្រូចាអូមកពីធំតាមមកពីគាត់ឡើងតាមខ្លួនជាដំបូងក៏សូមថ្វាយអង្គមលោកម្ចាស់គ្រូហើយនឹងលោកគ្រូនិងបងប្អូនទាំងអស់គ្នាហើយនឹងញាតិស្ដាប់តាមការ live ទាំងអស់គ្នាខ្ញុំសូមថ្លែងអំណរគុណលោកគ្រូចាំងជ្រាលជ្រៅក្រៃលែងព្រោះខ្ញុំស្ដាប់លោកគ្រូជាង10ឆ្នាំហើយលើកដំបូងដែលខ្ញុំបានជួបលោកគ្រូពិតជាសំណាងណាខ្ញុំបានជួបលោកគ្រូពីហូឡង់ដល់អាល្លឺម៉ង់ចេញពីអាល្លឺម៉ង់ចូលស្វីសមកចូលបារាំងទៅហូឡង់ដល់មកជួបនៅនេះទៀតអត់តាន់អាចគុណលោកគ្រូក្រៃលែងដែលបានដោយសារការស្ដាប់ការយល់ធម៌ទាំងអស់និងការលះបង់ការប្រកាន់ការកៅទុកទាំងអស់ដោយសារស្ដាប់ធម៌យើងស្ដាប់ឲ្យបានច្រើនហើយពិចារណាគ្រប់លក្ខណៈទាំងអស់គឺជាការពិតក្នុងជីវិតគឺលោកគ្រូបានបង្ហាញអស់ហើយលោកគ្រូបានផ្ងារបស់អ្វីមួយដែលផ្កាប់ឲ្យយើងដឹងថាអានឹងអូវាភ្លឺច្បាស់ហើយពីមុនជឿតែតាមម៉ែឪថាធ្វើអញ្ចេះត្រូវតែតាមការពិតងាយស្រួលបំផុតដល់ពេលលោកគ្រូក៏បើកបង្ហាញមកថាបុណ្យវាស្អីពិតជាបុណ្យអីពិតជាបាបឲ្យរួចបុណ្យនៅណាឲ្យរួចបុណ្យនៅក្នុងកាយឲ្យរួចបាយតបាយឆ្នាំងឃើញហើយអានឹងជាការពិតរបស់ខ្ញុំសប្បាយចិត្តដេកស្ដាប់ឡើងស្ដាប់គួយស្ដាប់សពគ្រប់កន្លែងគឺពេលស្ដាប់គឺខ្ញុំមកខ្ញុំសប្បាយចិត្តល្អណាស់ធម៌ពិតជាល្អប៉ុន្តែអ្វីដែលឲ្យបងប្អូនយើងបានយល់កាន់តែជ្រៅគឺការរៀនសូត្ររៀនអភិធម្មខ្ញុំបានរៀនដែរប៉ុន្តែបានចាប់ដើមរៀនបាន1ឆ្នាំជាងប៉ុន្តែមិនបានជាប់លាប់ធ្វើការផងឲ្យផងត្រូវការហាត់នឿយធ្វើការ6 7ថ្ងៃហើយយើងត្រូវរៀនមួយអាទិត្យបានតែ4ម៉ោងអីហើយដែលបានច្រើនជាងគេគឺការស្ដាប់ហ្នឹងឯងបានចូលប៉ុន្តែឲ្យរៀនសូវឆ្លាតគេទេប្រឡងធ្លាក់រហូតពី3ដងហ្នឹងចាខ្ញុំប៉ុណ្ណឹងសូមថ្លែងណាគឺអត់មានសំណួរច្រើនទេគ្រាន់ថាចង់ឲ្យដឹងថាតម្លៃរបស់ព្រះសាស្តាសួរថាច្បាប់ដែលព្រះសាស្តាត្រាស់ដែលលើកតើព្រះអង្គជាអ្នកបង្កើតឬទេ1ទី2នៅពេលដែលព្រះអង្គត្រាស់ដឹងហ្នឹងតើរយៈពេលប្រមាណឆ្នាំហើយព្រះអង្គធ្វើយ៉ាងដូចនេះខ្លះបានត្រាស់ដឹងនៅច្បាប់ដែលថាជារបស់ព្រះអង្គឬមួយក៏ធម្មតាគាត់តែជាសំណួរកន្លែងហ្នឹងដើម្បីបញ្ជាក់ចំពោះប្រពុតមិត្តធម៌ទាំងអស់ឲ្យដឹងថាតើព្រះអង្គមានគុណលើយើងប៉ុណ្ណាទៅអរគុណច្រើនហ្នឹងហើយចិត្តលោកយល់ថាម៉េចទាំងឡើយហ្នឹងចេះមានប្រសាសន៍អត់ទេមានប្រសាសន៍សិនបើសិនខ្ញុំត្រូវឆ្លើយបានឆ្លើយចេះដឹងថាលោកចេះឡើយហ្នឹងតែចេះការពិសោធន៍របស់គ្រូគាត់ក្នុងការសិក្សានៅក្នុងព្រះអភិធម្មខ្ញុំសួរអញ្ចឹងដើម្បីកុំពុះភាគច្រើនណាស់ដែលយល់ថាព្រះពុទ្ធសាសនាហ្នឹងគឺព្រះអង្គអ្នកបង្កើតខ្លួនឯងតាមការពិត
ច្បាប់ដែលព្រះអង្គត្រាស់ដឹងហ្នឹងគឺដូចច្បាប់គឺជាច្បាប់ធម្មជាតិពុំមានបុគ្គលណាដែលអាចគិតផុតអំពីច្បាប់ធម្មជាតិព្រះអង្គទេព្រះអង្គដែលបានត្រាស់ដឹងមិនមែនមួយជាតិមិនមែនពីរជាតិមិនមែនបីជាតិគឺរាប់អសង្ខ័យជាតិតម្រាំព្រះអង្គបានត្រាស់ដឹងនៅច្បាប់កម្ពុជាធម្មជាតិនេះតែថាព្រះអង្គមានសំណាងចិត្តគឺថាព្យាយាមមិនត្រឹមតែប៉ុណ្ណោះទេមួយជាតិពេលខ្លះនឹងព្រះអង្គធ្វើទានរហូតដល់ជីវិតក៏មានដែររហូតដល់មានជាក្របភ្នែកដើម្បីធ្វើទានក៏មានដែរដូច្នេះហើយបានជាអ្នកប្រាជ្ញទាំងអស់មិនមាននរណាអាចរកឃើញច្បាប់ធម្មជាតិនេះបានទេព្រោះការកម្លាំងនៃធ្វើទាននោះខ្សោយពេកណាដូច្នេះព្រះពុទ្ធមានច្រើនណាស់រាប់មិនអស់ប៉ុន្តែច្បាប់ធម្មជាតិដែលអាចរកឃើញបាននោះនៅពេលដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងទើបមានច្បាប់ធម្មជាតិនេះមានមែនប៉ុន្តែមានព្រះអភិធម្មយើងមិនគួរទុកឲ្យពេលនេះកន្លងបានទេបើសិនជាពេលនេះទៅកន្លងបានតើប្រមាណផែនដីប្រមាណកាប់ទៀតបានជាមានព្រះពុទ្ធត្រាស់ដឹងគួរតែដល់គ្នាឆ្លៀតឲ្យស្គាល់ច្បាស់កន្លែងហ្នឹងកុំឲ្យមានការខកខានហើយជាពិសេសខ្ញុំសូមជម្រាបថាការដែលផ្ទាល់ព្រះធម៌ទៅឡើយណាប្រយ័ត្នថាយើងស្លាប់ទៅហើយយើងកើតលើក្រោយអត់មានធម៌ទៀតទេណាប្រហែលជាប្រមាណកាប់ទៀតក៏ខ្ញុំមិនដឹងដែរព្រោះក៏ប៉ុណ្្នឹងដូច្នេះខ្ញុំសូមទាំងអស់គ្នានឹងឲ្យឆ្លៀតពេលហ្នឹងបើសិនជាជឿថាព្រះសម្មាសម្ពុទ្ធជាបុគ្គលឯកគ្មាននរណាអាចត្រាស់ដឹងច្បាប់ធម្មជាតិនឹងបានទេក្រៅពីព្រះសម្មាសម្ពុទ្ធទោះបីជាអ្នកនោះជាអ្នកប្រាជ្ញយ៉ាងណាក៏ដោយអរូបព្រំឬយ៉ាងណាក៏ដោយហើយក៏យើងអត់ដឹងខ្លួនយើងដែរអត់ដឹងថាខ្លួនយើងនេះគឺថាមិនមាននរណាមានតម្លៃស្មើនឹងនោះទេមនុស្សគឺជាអ្នកបង្កើតទាំងអស់បង្កើតទេវតាណាថាបង្កើតនឹងเขาឲ្យគេថាកាលណាយើងធ្វើបន់ច្រើនយើងទៅជាទេវតាកាលណាយើងធ្វើបន់ច្រើនមែនតើទៅជាអរូបព្រំកាលណាយើងធ្វើបាបខាងមែនតើទៅជានរកណាដូច្នេះហើយបានជាព្រះសម្មាសម្ពុទ្ធទាំងឡាយមិនអាចទៅចាប់ជាតិកន្លែងផ្សេងដល់ទេក្រៅពីផែនដីឡើយសូមអរគុណបាទសាធុអរគុណខ្ញុំនឹកលើកចឹងមកធ្វើខ្ញុំនឹកឃើញដូចយើងតែងតែដឹងថាពាក្យថាពុទ្ធោទ្រង់ពនាមថាពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅចតរារិយសច្ចហើយញ៉ាំងអ្នកដទៃឲ្យត្រាស់ដឹងផងហ្នឹងហើយចឹងចតរារិយសច្ចប្រែថាអរិយសច្ចៈ4ហើយក្នុងអរិយសច្ចៈ4នោះនៅក្នុងជីវិតយើងរាល់ថ្ងៃហ្នឹងមាន2ដែលយើងប្រព្រឹត្តទៅជាមួយនឹងសច្ចៈហ្នឹងតួជីវិតយើងហ្នឹងគឺទុក្ខសច្ចៈហើយនឹងសមុទយសច្ចៈមានន័យថាសច្ចធម៌នោះវាមាននៅក្នុងជីវិតយើងស្រាប់តែយើងវាអត់ចេះអញ្ចឹងបានដូចលោកឧទាហរណ៍ថាបទជនហ្នឹងប្រៀបដូចជាអ្នកដេកនៅក្នុងមុងហើយលើផ្ទះដែលកំពុងត្រូវភ្លើងឆេះហើយព្រះសម្មាសម្ពុទ្ធហ្នឹងប្រៀបដូចជាអ្នកភ្ញាក់ឡើងហើយដើរគោះស្គរគោះជួងដាក់មនុស្សឲ្យចេញពីផ្ទះដែលត្រូវភ្លើងកំពុងឆេះហ្នឹងអញ្ចឹងបើបញ្ញាភ្ញាក់អានឹងឆាប់រួចខ្លួនហើយបើថាមិនបញ្ញាភ្ញាក់ទេត្រូវឆេះនៅក្នុងភ្លើងហ្នឹងភ្លើងក្នុងទីនេះគឺកិលេសក្នុងចិត្តរបស់យើងគ្រប់គ្នានេះឯងបាទដូច្នេះបើសិនជាសច្ចធម៌ហ្នឹងវាអត់នៅក្នុងយើងទេយើងគិតថាយើងពិបាករៀនប៉ុន្តែសច្ចធម៌ហ្នឹងវានៅក្នុងយើងណាក្នុងយើងហ្នឹងដូចជាតួទុក្ខសច្ចៈអញ្ចឹងមិនមែនវានៅក្នុងតែព្រះសម្មាសម្ពុទ្ធនៅក្នុងតែព្រះញាណរបស់ព្រះអង្គអីទេទុក្ខសច្ចៈវានៅក្នុងយើងហ្នឹងណាដឹងថាទុក្ខសច្ចៈនៅក្នុងខ្លួនយើងហ្នឹងហ្នឹងស្អីជាទុក្ខសច្ចៈទុក្ខអរិយសច្ចៈណាដឹងថាមាននៅក្នុងខ្លួនយើងណាតបបាក់ហ្មងដេកលក់មកអត់បាក់ហ្នឹងហើយទុក្ខសច្ចៈហ្នឹងគឺរូបកាយយើងទាំងពួងហ្នឹងជាទុក្ខសច្ចៈហើយកុំគិតតែពេលតែសុបាយក៏ពេលតែកើតទុក្ខសំបីកំពុងសុបាយហ្នឹងក៏ឈ្មោះថាទុក្ខសច្ចៈដែរតែយើងដឹងថាសំបីកំពុងសុបាយហ្នឹងក៏យើងស្ថិតនៅក្នុងទុក្ខសច្ចៈដែរយើងដឹងអញ្ចឹងមិនបាច់លោភលន់ទេរហូតដល់សុបាយពេលធ្វើបុណ្យក៏នៅក្នុងទុក្ខសច្ចៈដែរមិនដឹងទេឃើញអត់ដឹងទេហើយយើងចេះថាដឹងដែរមែនទេហ្នឹងហើយព្រោះពេលដែលប្រព្រឹត្តមហាកុសលស្ដាប់ធម៌ថ្វាយគុំព្រះអីมันក៏មហាកុសលកើតឡើងបុណ្យកើតឡើងអញ្ចឹងណាហើយតួចិត្តដែលជាតួមហាកុសលហ្នឹងជាលោកតរៈចិត្តឬក៏ជាលោកយៈចិត្តជាលោកយៈចិត្តធម្មតាហើយបើជាលោកយៈចិត្តហ្នឹងវាជាសច្ចៈអីវាជាទុក្ខសច្ចៈអញ្ចឹងហ្នឹងហើយអញ្ចឹងមានន័យថាយើងអត់ដឹងទេបើក្រៅពីពុទ្ធអត់ដឹងទេមកដឹងទេ
កុំថាឡើយត្រឹមយើងធ្វើទៀតរសាសិលប៉ុណ្ណឹងជាទុក្ខសច្ចៈសូម្បីចម្រើនឈានរហូតបានរូបឈានអរូបឈានហ្នឹងអាតួឈាននៅចិត្តហ្នឹងជាទុក្ខសច្ចៈដែរមានណាដឹងព្រោះតែគ្មានអ្នកដឹងហ្នឹងហើយដែលពេលប្រពុតអត់ត្រាស់ពួកតបោះទៅបួសបានសម្រាប់ឈានរហូតដល់ប្រើអភិញ្ញាបានហ្នឹងមិនដែររួចចាក់មកទុកមួយទេព្រោះមិនបានកំណត់ដឹងថាសូម្បីតែកុសលឈានដែលជារូបឈានអរូបឈានហ្នឹងជាទុក្ខសច្ចៈដែរអត់ដឹងទេអញ្ចឹងកាលណាឈាននឹងវាកើតឡើងឲ្យទៅកើតព្រមលោកអញ្ចឹងទៅអស់អំណាចវិលមកកើតស្លាប់នៅក្នុងមនុស្សនឹងវិញទៅដែរវាទៅអត់រួចឃើញទេហ្នឹងហើយអញ្ចឹងរឿងនេះបានថាបើប្រពុតមិនកើតឡើងទេកុំនិយាយដល់ទៅសច្ចៈទាំង4សូម្បីតែទុក្ខសច្ចៈមួយនោះក៏គ្មានណាដឹងដែរយើងដឹងដែរទុក្ខហ្នឹងទល់ពិបាកចិត្តមិនហៅថាទុក្ខមិនអញ្ចឹងទេនឹងនិយាយទៅគេមិនស្ដាប់ក៏ហៅថាទុក្ខទៅឈឺស្កាត់ទៅក៏ទុក្ខទៅហ្នឹងហើយប៉ុន្តែមែនទែនទៅយើងដឹងតែអាទុកតែរៀងពិបាកទ្រាំតែអាទុកដែលយើងសនុកទ្រាំល្មមហ្នឹងយើងអត់ដឹងទេគណៈសបាយហ្នឹងក៏ទុកដែរណាប៉ុន្តែគ្រាន់តែចែកក្នុងហ្នឹងហៅថាទុកងាយទ្រាំព្រោះវាស្របតាមកិលេសរបស់យើងណាដូចយើងព្រមឲ្យនរណាមួយស្ដីថាឲ្យយើងចឹងយើងស្គាល់គាត់ច្បាស់គាត់ងងងាក់ដាក់យើងប៉ុន្តែយើងសើចព្រោះអីយើងព្រមប៉ុន្តែអ្នកដតីខ្លះអត់ស្គាល់គាត់ឬគាត់ងងស្រឡក់ចុំនិយាយនេះឯងមិនតាន់ដឹងស្អីមកមាត់លោឡាដាក់ឯងតែមាត់គាត់ងងដដែលទេដដែលហើយនេះបានអ្នកខ្លះព្រមអ្នកខ្លះអត់ព្រមពាក្យនៅដដែលអញ្ចឹងរបស់ហ្នឹងតែមួយឯងបើវាស្របនឹងកិលេសរបស់យើងថាអត់អីទេមែនទេស្អីក៏ដោយឲ្យតែស្របនឹងកិលេសរបស់យើងថាអត់អីទេតែបើមិនស្របនឹងកិលេសរបស់យើងគឺយើងថាអីសរុបមកឃើញនៅលើសេចក្តីប្រកាន់ដដែលហ្នឹងអញ្ចឹងកន្លែងដែលត្រូវរៀបចំមិនមែនខាងក្រៅទេគឺខាងក្នុងប៉ុន្តែសូម្បីដឹងប៉ុណ្ណឹងក៏ដោយបើមិនរៀននៅតែអត់ចេះអញ្ចឹងវាអត់ដឹងទៅរៀបចំអីចឹងបានជាយើងត្រូវសិក្សាពីចិត្តចេតសិករូបហ្នឹងឲ្យស្គាល់ខ្លួនយើងបើមិនច្បាស់ក្នុងចិត្តចេតសិករូបហ្នឹងទេមានន័យថាមួយជីវិតនេះយើងអត់ស្គាល់គ្រឿងខ្ចៅខ្ចងក្នុងរូបក្នុងចិត្តរបស់យើងនឹងមានស្អីខ្លះឃើញទេអញ្ចឹងដើម្បីរៀបម៉ាស៊ីនមួយឧបមាថាគេដោះខ្ចៅចេញអស់ហើយគេឲ្យផ្គុំម៉ាស៊ីននឹងឡើងវិញបើយើងអត់ស្គាល់ខ្ចៅទាំងអស់ទេយើងគុំកើតទេរៀបកើតទេអត់ទេហើយឥឡូវតាំងពីលើដល់ក្រោមស្គាល់កន្លែងណាខ្លះប្រកាន់ថាយើងចោះប៉ុន្តែឥឡូវខ្ញុំសួរថាពីកឡើងលើទេជាក្បាលរបស់យើងមិនអញ្ចឹងទេតើពីកឡើងលើហ្នឹងមានរូបប្រមាណប្រភេទរូបហ្នឹងមានប្រមាណប្រភេទដឹងអត់ឃើញទេគណៈរូបយើងមិនដឹងផងនិយាយពីសំណុំនៃរូបដែលកើតឡើងពីហ្នឹងទៅលើមានប្រមាណកលាបៈយើងដឹងទេខ្ញុំសួរជាកលាបៈហ្នឹងហើយដឹងទេហ្នឹងហើយអញ្ចឹងបើមិនដឹងអញ្ចឹងគឺវាសំតែពិបាកចិត្តចឹងតែរហូតហ្នឹងឯងតើតែរៀនហ្នឹងហើយខ្ញុំនិយាយទៅណាក៏ដោយខ្ញុំឆ្លើយសំណួរ1000សំណួរក៏ដោយចុងក្រោយខ្ញុំចង់ឲ្យតែរៀនទេមានតែរៀនទេទៅស្គាល់ទល់តែស្គាល់ទៅរៀនចិត្តហ្នឹងកើតអញ្ចឹងណាបាទហើយដល់ពេលយល់មែនទេទៅវាអត់បាច់ប្រឹងទេចិត្តហ្នឹងមកប្រឹងមកពីមិនយល់ឧទាហរណ៍យើងបើកឡានដំបូងរៀង nervous រៀងដូចទាញឯងគេឲ្យ head check ចាំមុននឹងបត់អីគេមកឲ្យងាកទៅនេះទៅនោះខ្ញុំដំបូងអាងាកទៅចង់ឲ្យទៅដៃដែរប៉ុន្តែពេលយើងបើកយូរទៅស្រួលទេស្រួលហ្នឹងវាទល់តែហាត់ហ្នឹងហើយដើម្បីហាត់ហ្នឹងគឺទល់តែដឹងថាទៅជន់ហ្គេមមិនត្រូវវៃសញ្ញោមិនវាត្រូវស្គាល់ខ្ចៅចងបើមិនស្គាល់ទាំងអស់ក៏ដឹងថាបាយបើមិនដែរមិនអញ្ចឹងណាបាទរៀនចាប់ខ្លួនឯងទៅបើមានគេវាយបហាវិការយើងរងាប់អារម្មណ៍ខ្លួនឯងអត់បាច់រងាប់ទេគឺនៅអញ្ចឹងទៅវាលែងពិបាកឥឡូវចេះឧទាហរណ៍ថាយើងពេលយើងក្តៅយើងត្រូវការទងូទឹកមិនអញ្ចឹងណាចាទៅហូតតិចចុះបើអត់ក្តៅផងចាំបាច់ទៅរំសិនចេះយើងធ្វើក្តៅខ្លាំងចាំទៅរំសិនចេះពេលហ្នឹងគឺពេលក៏យើងកំពុងក្តៅចុះបើពេលអត់ក្តៅផងចាំបាច់ទៅរំសិនចេះចាំបាច់អត់ចិត្តដូចគ្នាចឹងនៅពេលដែលយល់ពីវាហើយវាអត់ក្តៅដល់វាអត់ក្តៅទៅចាំបាច់រកវិធីរងាប់វាទៀតអត់ទេណាបុគ្គលដែលដឹងច្បាស់នឹងឯងឈ្មោះថាមានខ្លួនឯងជាទីពឹងនៅពេលដែលដឹងច្បាស់ហើយវាអត់ជ្រុលទៅចិត្តហ្នឹងដល់ពេលអត់ជ្រុលចាំបាច់ពិបាកទទួលមានវាទៀតអត់ដូចគ្នានឹងយើងអត់មានមនុស្សដែលអត់ដឹងទេឧទាហរណ៍ថាមនុស្សទៅមកពីខ្មែរហើយគេប្រាប់ថាប៉ុននៅថ្ងៃហ្នឹងឲ្យទៅខ្លួនឯងបាយប្រឹងព្រមមិនក៏ពិបាកដែរមែនទេចិត្តដែលយើងដឹងហើយមានអាធិធពិបាកហ្នឹងទៀតទេហើយបើវាដឹងកន្លែងហ្នឹងហើយចាំបាច់ទៅអ៊ុយថាដើម្បីកុំឲ្យពិបាករកផ្លូវឯងត្រូវធ្វើម៉េចទៀតទេសំខាន់គឺដឹងហ្នឹងដូចខ្ញុំលើករឿងមួយខ្ញុំចេះពីគេដែររបស់ដែលយើងខូចយើងអត់ដឹងជួសជុលទៅណាបាយចុះបើគេដឹងមើលទៅកលេចទៅដឹងហ្មងណាគេធ្វើបដាទៅដោយចិត្តអន្ទះសាទេឬក៏ដាក់ទៅដោយស្រួលឃើញដឹងសំខាន់ទេចិត្តដូចគ្នានៅពេលដឹងពីវាទៅវាអត់មានចាំបាច់ថាត្រូវធ្វើវាល្មិចសំខាន់មកពីអត់ដឹងអញ្ចឹងពុទ្ធគោលការណ៍ចុងក្រោយរបស់ព្រះអង្គគឺត្រាស់ដឹងហើយដឹងហើយល្មិចទៀតវាមានតែអ្នកដឹងទេបើដឹង
ហ្នឹងណែវាជាប់ធ្វើអារម្មណ៍ខ្លួនឯងហ្នឹងទៅឃើញវាអត់ដំណើររួចទេហ្នឹងហើយ ត្រង់ពីអារម្មណ៍ខ្លួនឯងចឹងសិនតរហូតដល់ស្លាប់ចឹងទៅ ហ្នឹងចឹងហើយតែអត់រៀននៅតែចឹង ចាបើអត់ចេះយល់កាន់ ហើយហ្នឹងមានកូនប៉ុណ្ណឹងតិចទៀតមានចៅមកថែមទៀតអញ្ចឹងនៅចឹង ងាប់មុនអាយុនិយាយខ្លី ងាប់មុនងាប់ក្រោយក្រៅលើគ្នារឿងមួយខ្ញុំឮពីគេទៅណាពេទ្យហ្នឹងគាត់ចេះធ្វើតែពេទ្យប៉ុន្តែគាត់មានចេះធ្វើម៉ាស៊ីនអេកូហ្នឹងណាពេលវាកាំងធ្វើអត់កើតអត់ចុចអត់ចេញយកទៅឲ្យជាងធ្វើខ្ញុំចេះពីដុកទ័រម្នាក់គាត់ទៅពីបារាំងហ្នឹងដែរគាត់ទៅបើក clinic ទូចមួយនៅស្រុកខ្មែរខ្ញុំជួបគាត់និយាយដល់ពេលយកទៅធ្វើតែមួយផ្លេតឲ្យគិតលុយលេ$1000ហើយបានដុកទ័រហ្នឹងថារិសេវាកាយបាត់មកធ្វើអីទៅមុនស្ដីអស់ច្រើនម៉េចឃើញទេដល់ពេលសរសេរបងមកហ្នឹងហើយថ្លៃមូលខ្ចៅ$1ថ្លៃដឹង$999ដឹងថាខូចតាណាណាអញ្ចឹងបើគេឲ្យយើងធ្វើអីមួយដែលយើងអត់ចេះច្បាស់ណាស់ថាយើង vivo វឹកមិនដឹងធ្វើម៉េចទេតែបើសិនជាដឹងទោះប្រើកម្លាំងបន្តិចក៏ដោយក៏ធ្វើបដៅហួចបដៅរំភើយមកពីដឹងមិនអញ្ចឹងចិត្តដូចគ្នាស្គាល់វាអស់ជួបបញ្ហាដោះវាយ៉ាងស្រួលវាអត់មានអារម្មណ៍ថាត្រូវដោះទៀតឃើញអត់គ្រប់ដោះចិត្តទៅដោះតែគេទៀតហ្នឹងឯងមកពីយើងអត់ស្គាល់ចិត្តយើងឲ្យច្បាស់គាត់ថាយើងចង់ដោះលែងឲ្យគេអញ្ចឹងយើងមិនមែនជាអ្នកដោះលែងឲ្យគេទេតែយើងចង់ដោះលែងហើយជួនកាលយើងគិតថាពេលដែលយល់ធัวចង់អប់រំចិត្តឈប់ខ្វល់ពីគេអាហ្នឹងកាន់តែខុសមនុស្សកាលណារៀបចំចិត្តកំណត់ខ្លួនឯងបានល្អតាមរយៈគេពធជួយគេកាន់តែបានច្រើនខ្ញុំកាត់ប្រសាសន៍លោកគ្រូសិនវាហៅថាអ្វីមួយដែលគាត់ចង់ធ្វើខ្ញុំមើលទៅថាខុសកាលណាធ្វើទៅអត់កម្រិតចម្រើនថាខុសតែគេអត់ស្ដាប់យើងតែយើងបដ ாய் ទៅអត់លាទាំងអស់ខូចខាតទាំងអស់អញ្ចឹងយ៉ាងមិនទៅរៀនហើយឥឡូវយើងមើលសាវកព្រះសម្មាសម្ពុទ្ធពេលដែលធ្វើខុសព្រះអង្គដែរបដ ாய் ឯងព្រះអង្គមិនបដ ாய் ទេព្រះអង្គមានពុទ្ធកាទៅប៉ុន្តែគាត់នោះគេគាត់ស្ដាប់ពុទ្ធការបស់ព្រះអង្គប៉ុន្តែខាងខ្ញុំគេអត់ស្ដាប់លោកគ្រូហើយជឿបងចៅអត់ស្ដាប់ប្តីអត់ស្ដាប់ជួនកាលខ្ញុំឃើញថាអ្វីមួយដែលកំណត់ដែលគាត់ធ្វើនោះខ្ញុំចង់ប្រាប់ថាឥឡូវខ្ញុំឲ្យឃើញភាពខុសគ្នាចាកំហើញដែលឃើញថាធ្វើនឹងអត់ល្អក៏ព្រះអង្គឃើញដូចយើងចឹងដែរស្អីដែលព្រះអង្គហាមហ្នឹងហើយប៉ុន្តែពេលដែលហាមហើយមានសាវកធ្វើតាមក៏មានសាវកមិនធ្វើតាមក៏មានដែរកុំថាហាមឲ្យសិតតែធ្វើតាមមែនទេណាទេបើតើមានតាមព្រះអង្គទេណាព្រះអង្គហាម3ដងចឹងក៏មិនតែចេញពីសាលាអញ្ចឹងហ្នឹងហើយប៉ុន្តែខ្ញុំសួរពីគុណភាពចិត្តយើងហាមគេមិនស្ដាប់យើងក្តៅក្រហាយតែព្រះអង្គគេអត់ស្ដាប់ព្រះអង្គអត់ក្តៅក្រហាយទេនេះហើយគឺជាខ្លួនឯងដែលមានខ្លួនឯងជាទីពឹងដែលខ្ញុំចង់និយាយពីកន្លែងហ្នឹងណាយើងធ្វើការងាររបស់យើងឲ្យល្អជាទីបំផុតរួចហើយឲ្យវាសម្រេចដូចយើងដាំដើមឈើចឹងយើងមើលដើមឈើដាំ100ដើមក្នុងចកាយើងប្រើបច្ចេកទេសដូចគ្នាអីដូចគ្នាតែមិនមែនដុះទាំងអស់ទេគង់មានស្អុយខ្លះគង់មានខូចខ្លះប៉ុន្តែយើងអត់ជឿចិត្តជាមួយវាទេឃើញទេអញ្ចឹងយើងមើលពីគុណភាពអ្នកដែលរវល់ជាមួយសាវកជាងយើងផងគឺព្រះសម្មាសម្ពុទ្ធមើលពុទ្ធកិច្ចពេលព្រឹកបានពេលរសៀលសម្ដែងធម៌ដល់បរិស័ទដែលមកពេលល្ងាចប្រឡប់ឲ្យអាវាភិក្ខុសង្ឃទៀតហើយបើមានរឿងរ៉ាវព្រះអង្គហៅមកបញ្ញត្តិសិក្ខាបទ55ទៀតដោះស្រាយវិវាទទៀតយប់ដោះស្រាយប្រស្នាទេវតាទៀតចិត្តភ្លឺប្រមាណមើលបដិសេធសត្វលោកទៀតឃើញវិលជុំរហូតសម្រាប់ផ្លេចនេះតែបរិស័ទយើងឯងចេះតែគិតថាចង់ដើរមេគាធម៌ទល់តែកុំធ្វើអីអាណាធ្វើអីធ្វើទៅអញគិតតែរៀនធម៌អត់ត្រូវទេណាមិនអញ្ចឹងទេព្រោះអីព្រោះគ្រាន់តែយើងដេកពិបាកចិត្តឈ្មោះតែខាតពេលយើងធ្វើបាបចិត្តខ្លួនយើងផងយើងខាតពេលក្នុងការរស់ដំណោះស្រាយដ៏ល្អផងហើយដល់ចិត្តព្រះអង្គវាភ្លឺរហូតដល់ភ្លឺរហូតព្រះអង្គដឹងថារឿងណាគួរធ្វើរឿងណាមិនគួរធ្វើរហូតហើយធ្វើទៅមានប្រយោជន៍រហូតហើយអាយើងអាឡ័យទុកចិត្តអាឡ័យតែពិបាកចិត្តហ្នឹងណាអស់ខាងមពលចិត្តហ្នឹងវាអស់កម្លាំងផងវា stress ផងអីផងឥឡូវឃើញខុសគ្នាទៅយើងកុំច្រឡំថាអញ្ចឹងបើមិនធំមិនបរៀនឲ្យប្រឡែងទេចាដូចកូនអញ្ចឹងខ្ញុំចង់បញ្យល់គាត់ថាអ្វីដែលគាត់ធ្វើហ្នឹងខ្ញុំឃើញមើលទៅថាអត់ល្អសម្រាប់អនាគតគាត់ហើយយើងគិតឃើញតែមួយមុខបាទហើយសួរថាអាខឹងរបស់យើងហ្នឹងគេស្ដាប់អត់យើងខំខឹងតទៅទៀតហ្នឹងគេមិនស្ដាប់យើងនិយាយអាក្រក់ក៏គេមិនស្ដាប់ដល់អត់និយាយនឹងថ្ងៃមិនទ្រុងខ្លួនឯងហើយខំថាដកទៅហើមធំគឺថាដូចគ្រូថារបៀបដកទៅហើមហ្នឹងឥឡូវដល់ពេលអញ្ចឹងទៅខ្ញុំសួរមួយម៉ាត់សួរថាឃើញយើងងឹតឈឹងទេងឹតពេលហ្នឹងល្ងឹតលោកគ្រូមិនតែពេលហ្នឹងឥឡូវហ្នឹងក៏កំពុងងឹតចាឥឡូវខ្ញុំល្ងឹតហ្មងចាខ្ញុំដឹងហើយព្រមតែខ្លួនយើងងឹតអត់តាមក្នុងថាអ្វីប៉ុណ្ណឹងនៅមានក្រុមគ្រួសារនៅមានពុកបដាអត់ចង់ល្ងឹតទេចង់ឲ្យភ្លឺប៉ុន្តែកលៈទេសៈពេលហ្នឹងខ្ញុំកណាតតរួចហ្នឹងហើយឥឡូវដឹងដល់ខ្លួនឯងងឹតហ្នឹងតាមមើលទៅគេចាក់កស៊ូដឹងខ្លួនឯងងឹតហ្នឹងអន្តៈពុទ្ធជនមែនតើគឺល្ងឹតពេលពិបាកចិត្តដឹងថាដោះស្រាយមិនហ្នឹងគឺយើងល្ងឹតបងថាអន្តៈការេណអោណាធាបើយើងដឹងថាល្ងឹតខ្ញុំខ្លាចតែមិនដឹងថាល្ងឹតទេខ្ញុំខ្លាចតែច្រឡំថាភ្លឺឯង
តែចង់គេផុតពីភាពល្ងឹតតែអ្នកជុំវិញគេអត់យល់អារម្មណ៍ចឹង បាទឥឡូវខ្ញុំគង់និយាយរឿងហ្នឹងបងសម្ដែងថាអន្តការេណអនាធាបើដឹងថាល្ងឹតអញ្ចឹងបតិបង្អ្នកកវេសថៈហេតុអីបានអ្នកមិនស្វែងរកប្រតិបចឹងណាប្រតិបគឺពធមេគាបំភ្លឺផ្លូវចិត្តរបស់យើងនេះហ្នឹងហើយដើម្បីស្វែងរកកុំស្វែងរកម្ដងឲ្យបានច្រើនឧបមាថាយើងចំណាយពេលប្រហែលដើម្បីគ្រួសារដកពីវាខ្លះមករៀនស្វែងយល់ពីចិត្តខ្លួនឯងសិនចឹងណាហ្នឹងហើយយើងចំណាយពេលតាំងពីក្មេងមកដល់ប៉ុណ្ណេះដើម្បីគ្រួសារដើម្បីអ្នកជុំវិញយើងអស់ពេលច្រើនណាស់មែនទេរហូតដល់យើងគិតថាបើបញ្ហាឈឺក៏ដោយអីក៏ដោយយើងចង់ឈឺជំនួសកូនជំនួសអីទៀតហ្នឹងហើយប៉ុន្តែយើងទុកចិត្តហ្នឹងឲ្យនៅកណ្ដាលវាលចិត្តហ្នឹងនៅកណ្ដាលវាលអីកណ្ដាលវាលនៃកេលេសហ្នឹងហើយអញ្ចឹងត្រូវបន្ថែមការងារបន្តិចយើងនឹងមិនមានសភាពណែនណាន់តាន់តាប់នៅក្នុងចិត្តតទៅទៀតទេបើសិនជាយើងអាចដកពេលវេលាខ្លះដើម្បីសិក្សាតាមមេគារបស់ព្រះអង្គគឺទៅធ្វើការម៉ោង8ព្រឹកចេញទៅធ្វើការម៉ោង8យប់មកដល់ផ្ទះបាទអញ្ចឹងទៅអាភាពនៅក្នុងផ្ទះដៃផងកូនផងភ្ញៀវគ្រាយ៉ងផងវា stress គ្រប់ទាំងអស់ហើយជួនកាលខ្ញុំស្ដាប់คลิปលោកគ្រូមុនទេខ្ញុំស្ដាប់រាល់ថ្ងៃដើម្បីយកអានឹងជួយបានតែក្រៅឯងខ្ញុំនិយាយណាចាទៅលោកគ្រូខ្ញុំទៅលោកងាប់បានខ្ញុំបានចាខ្ញុំខំធ្វើណា คลิปដែលខ្ញុំនិយាយទូទៅសូម្បីតែខ្ញុំមកនិយាយចឹងក៏ដោយជួយគ្រាន់តែជាទស្សនៈខាងក្រៅតែវាចូលអត់ដល់ក្នុងតែបើចង់คลายខ្លួនជាអ្នកជួសជុលចិត្តខ្លួនឯងមិនអាចបានទេត្រឹមតែស្ដាប់ចឹងណាហ្នឹងហើយតែបើចង់ជួសជុលចិត្តគឺត្រូវតែរៀនពីចិត្តខ្លួនឯងនឹងឲ្យច្បាស់បន្តិចម្ដងពេលរៀនគឺរៀនដោយសទ្ធាទៀតមិនមែនរៀនដើម្បីដោះស្រាយចិត្តហ្នឹងណារៀនធម៌ពុទ្ធត្រូវរៀនដោយសទ្ធាជ្រះថ្លាពាក្យថារៀនដោយសទ្ធារៀនដោយការជឿជាក់ថាបងពិតជាបានត្រាស់ដឹងមែនហើយបងត្រាស់ដឹងដើម្បីដោះស្រាយបញ្ហាយើងមែននេះនៅពេលដែលរៀនដោយសទ្ធាដោយបញ្ញាកុសលចិត្តជាកើតឡើងចិត្តនឹងកាន់តែភ្លឺទៅស្រាលទៅបញ្ហានៅដដែលមិនមែនមានន័យថារៀនយូរទៅគេកែបានយើងសប្បាយចិត្តអត់ទេបញ្ហានៅដដែលតែចិត្តនេះភ្លឺទៅហ្នឹងហើយការងារអប់រំកូនចៅអ្នកចិត្តខ្លួននៅដដែលប៉ុន្តែអាសភាពធ្ងន់ផ្លូវចិត្តយើងហ្នឹងក៏កាន់តែធូរទៅយើងនឹងមានពេលវេលាអាហ្នឹងគឺយើងដោះស្រាយដោយតណ្ហាយើងអត់ដឹងទេតែយើងកំពុងតែដោះស្រាយរឿងខាងក្រៅឲ្យទីតាមគំនិតយើងហ្នឹងណាទោះបីយើងគិតឃើញថាវាត្រូវមែនក៏ដោយអត់លំលំតែមានលំលំគំនិតលើគេទេគឺហ្នឹងឯងដែលឈ្មោះថាមិនយល់យើងគិតថាអាហ្នឹងល្អយើងចង់ឲ្យគេតាមផ្លូវហ្នឹងថាល្អដូចយើងគិតនៅពេលដែលគេមិនយល់ពីគំនិតរបស់យើងអាហ្នឹងឯងតាំងចិត្តហើយយើងគិតថាមកពីគេមិនតាមតែមិនមែនទេមកពីតណ្ហារបស់យើងចង់ឲ្យគេតាមយើងរៀនទៅមិនឃើញចិត្តហើយយើងចង់ទល់តែបាយទ្រូងស្លាប់ទៀតបើបច្ច័យមិនគ្រប់ឲ្យគេតាមគេនៅតែអត់ដដែលចាហើយឃើញគេធ្វើទៅឃើញខុសហើយល្អហើយយើងប្រាប់គេនៅតែអត់ស្ដាប់ហ្នឹងហើយបើមិនរៀនមិនដឹងហើយបើមិនរៀននៅតែតាំងរហូតចាហើយបើយើងថាវត្តភ្នែកបដទៅវារៀនរហូតប៉ុន្តែឥឡូវព្រមរៀនអត់ខ្ញុំចង់រៀនគ្រូចង់ឲ្យអត់មានរឿងចង់ទេឥឡូវមកកណាត់ជីវិតទៅឲ្យចង់យល់ផ្លូវធ្វើដាក់ខ្លួនវិញអត់និយាយរឿងចង់ឯព្រោះអ្នកចាស់ចង់2 3ឆ្នាំមិនតាន់រៀនអត់ទេមិនធ្វើការងារផងគឺចង់បានការតាំងពីដើមមកមិនចូលចិត្តកែមកវាអត់ចេះសោះហ្នឹងហើយបើឲ្យរៀនហ្នឹងណាបាទនេះគេប្រធួននេះវាកប់យូរពេកនិយាយមែនទេទៅខ្ញុំនៅនោះខ្ញុំទៅជានំនេះមួយបងពេកខ្ញុំចង់ធ្វើជា counselor ទៅអូស្ត្រាលីណាហើយខ្ញុំយកខុសហ្នឹងខ្ញុំរៀន counseling ដែរ psychology ហ្នឹងហើយប្រឹក្សាយោបល់វិភាគផ្លូវចិត្តអីហ្នឹងណាតែខ្ញុំរៀនចិត្តចប់ហើយមើលទៅវាអត់ជួយដូចធัวចឹងទៅខ្ញុំទៅរស់ស៊ីនេះវាគ្រាន់តែថាបើថ្ងៃក្រោយទៅវាមានរបបមានអីត្រឹមត្រូវចឹងហ្នឹងប៉ុន្តែវារត់ទៅតាមច្បាប់ធ្វើអញ្ចឹងទៅជួយមនុស្សអត់បានអ្នកធ្លាប់ទៅជួយជួបដុកទ័រដឹងហើយអត់មានដំណោះស្រាយអីច្រើនទេគេគ្រាន់តែធ្វើជាអ្នកស្ដាប់ដោយល្អហើយនឹងជាអ្នកសួរបំផុសបញ្ហារបស់យើងឲ្យនិយាយឲ្យគេស្ដាប់រួចហើយគេសួរថាយើងត្រូវគិតមិនតទៅទៀតអញ្ចឹងទេវាអត់មានមេរៀនអីឲ្យយើងណាវាអត់ហើយគេតាមដានទៀតទៅវិញបើប្រហែលអីមិនមកក្រោយជួបទៀតបងលុយទៀតជួបទៀតបងលុយទៀតឃើញទេខុសពីមេគាពធមានគ្រប់រសជាតិហ្មងហ្នឹងហើយមានជាមេរៀនមានតែការអនុវត្តផ្ទាល់ជាមួយនឹងផ្លូវចិត្តហ្នឹងតែម្ដងប៉ុន្តែយើងត្រូវ take action ដោយការសិក្សារៀនសូត្រខ្លួនឯងផងបើមិនជាយើងមិនដាក់ពេលវេលាទេ you pay you get បើចង់បាននំប៉័ងដល់ pay មិនចឹងទៅខាងនំប៉័ងមើលថាចូលប្រគួនគេដល់ដាក់លុយដែរហើយយើងចង់បានចិត្តស្រួលអត់រៀនអាហ្នឹងវាតែបើធួននេះអត់ចាំបាច់អស់លុយទេចំណាយតែពេលវេលាខ្លះការខិតខំប្រឹងប្រែងខ្លះហើយរៀនយកខ្លួនឯងកុំចូលមកកាន់ពុទ្ធសាសនាមកយកគុណសម្បត្តិថាអញជួយសាសនាយ៉ាងនេះយ៉ាងនោះកើតទុកទៀតថាចូលមកជួយខ្លួនឯងពីព្រោះពុទ្ធសាសនាចាំតែជួយយើងទេទោះពុទ្ធសាសនាគឺធម៌និងវិន័យហ្នឹងគឺជាមេគាចាំតែជួយយើងទេ
dương một quạt họ ngay trẻ chuột này bên quạt hốt đỏ bên lục trên bị quạt đi nó hưởng ấy rương trong mà ban quân sủng bạc trong quạt này bắt cho một cái lục trong một lục của sasana thế cứ trong một thôi một lục oi sasana tiền nè trong cái phương mới cha này chẳng đấy rồi chẳng tới rồi giờ nó cái đau hột tại bây giờ cho một lục một lúc giờ bọc hoạt chỉ bàn được chuyện chỉ thầm mà tại mà cho lúc bàn được chuyện mà đấy tại bởi bộ tăng luôn phơi thì này oi một lúc nó gọi chùa hạt đau cũng chẳng này chẳng có thua thì miền trung họ hời miền sầm thị miền bà nhà trung họ hẳn linh và tay bị đọ mà rồi đọc hiện nó ở miền khoang mà tu ở sọt đi từ lâu tại giờ tây nè để cho máu chứ đâu giờ cho một riêng cho một bạn để bạn là này thầy tùy hoạt tùy ở làm rồi chân nhầm từ sau mình có chết là lư mọt lư coi chân tới biết vấn đề dây bị cá để xài ở sao riêng rồi dương ở dương ở tu vô kia của quân bọn đại dương ở tu của quân chỉ bay đa bao dương hay dương kinh bây giờ khai chỉ côn bỏ bom từng ngõ khăn này hay bom ôn dương to khăn này âu dương sờ bãi chợ đó bây giờ đặt ở phút giờ chỉ phải làm sắm phút là ngày ai dương rùm kia từ sắc xa lỗ lớn kia từ miền đường ấy ăn nó rùm kia từ âu dương sờ bãi chợ đấy mà chân bàn chia cao muốn nước nhom trong và can bé nhom trong và can bỏ ong tiết ta bỏ ong nó racist bỏ ong nó racist đúng rồi lấy hai ta sao ta pan là bỏ cô lan tới chỉ cô thì mà thôi chôn con toàn cô mà ngay bỏ áo cố đấy rồi đi vô tôi xong vậy là một giờ mà thôi chôn để bỏ áo cô cao mấy nó đừng nghe thấy nhỉ và đau mình sắp ta ôi riêng bịa ta tha cốt trao quá là thấy nhỉ mày này cho mày này này được xem lưng để hòm sao mình chẳng ưu tiên họ bây giờ miền cồn miền cồn á miền cồn bị nè cồn mà nè nó á có đá thua thầm bơ bia lẹo ba sai bên không bên oi được hai chu chém đất cà mà lan một chu mày bù chiều mày ô xài mày một tật tiệt bùi tại mà chu chém đất tàu bia lẹo ba sai đi nè nằm viên có nằm viên đào lên đông free na nhẹ nhảy bên nâng cặp chặt theo bên không cồn mùi tiền đá ban cao oi mày mà tô này đấy bắt phơi trên mình là có riêng sâu đôi là miền côn miền của côn thay là sao là ơn kia chẳng đấy để xong lại cùng ấy còn đã lon co là cô như tôi có quanh hai và là côn được lý là côn rất là hay vô chân là chú sám vô cà mà làm màu em mùi hết tôi là vừa họ hay côn mùi tiết đập được bồn miền tôi dưng đã côn thương mạnh côn có ta một cọp chẳng á lành côn mùi này chị cho mày côn mùi này côn à ca mà làm được mấy ấy đôi bò sạt dưới họ ấy chấm trăm đầu sạt bồ chiếu cà mà bạch chuột xém mòn đồ rồi khảo chuột xém luôn ở thì hành thì hỏi đây nè vậy nhé thấy của ông muốn vào đây được biết của ông tham ấy vô anh non thiệt to từ một tiếng nước tha mà như là nó cả lúc bị bố chia của ông chở nó đấy ca tự phong ca mà luôn phong hay à ca là một hai trình pi ca chơi ấy lẹ mong luôn ấy có tam lớn nó thầm small thầm cho cung đào từ sân tập cả bố chia về sản sản cộtแต่บอกท่าแต่ทากุดมันบานชั่วทาบริษัทบูชีแต่ทากุดใบไฮมีประมาณปนังเตลูกแต่บาสบาสิกาปีขอบปีขนไหนนั่นนะศักษาในโทนวินัยได้แต่ทากุดสันไอไทยปัญญาไทยดอยหล่อให้ปฏิบัติดอยสิ่งใดโก้กูรบลูกเติมปีกาบูชีแต่ทากุดใบฟัดใบบทบูชีจีบูชีหล่อดำเปียบอกให้มันขอบปีเปียได้ยังจีไม่จะเอาแถบโกนไม่จำบานในที่โกนเอาตะโกนไอ้นั่งบานที่จีบานเออมันจะไงนั่นไงให้เจ้าบอกแถบไปmạch phải cùng thật thà cột của bạn đây ở chỗ côn sắc xa phía thật thà cột đòi là ở chỗ côn còn gì mà ngay ở trong liêm xong